ចំពោះប្រជាជនចិនគាត់គឺជាចៅប្រៃដ៏សាហាវយង់ខ្នងមានកំណើតមកពីពួកសម្រាមចំពោះប្រជាជនអឺរ៉ុបគាត់គឺជាបរិវាររបស់បិសាចនិងជាយមរាជដែលគ្រប់គ្រងទៅលើពួកបិសាចទាំងឡាយដែលនៅឋានតាតារុកឬក៏ឋាននរកក៏ប៉ុន្តែចំពោះមនុស្សលោកគាត់មានកំណើតក្នុងនាមជាអធិរាជសង្គ្រាមដ៏អស្ចារ្យបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រមនុស្សដែលយើងកំពុងនិយាយគឺជីនហ្គីខាន់កើតក្នុងអំឡុងឆ្នាំ1162មានឈ្មោះពីកំណើតថាតេមូជីនយកតាមពនាមរបស់ប្រមុខកុលសម្ព័ន្ធតាតាដែលឪពុករបស់គាត់ចាប់ខ្លួនបានជីនហ្គីមានកំណើតជាសមាជិករបស់កុលសម្ព័ន្ធបឺជីនហ្គីនហើយនឹងកូនចៅចំនួនក្រោយរបស់ខាប៊ូខាន់គឺជាជនជាតិម៉ុងហ្គោលតែម្នាក់គត់ដែលអាចធ្វើរឿងអស្ចារ្យនេះបានដើម្បីប្រឆាំងនឹងរាជវង្សឈិងនៃនគរចិនតាំងពី6ទសវត្សរ៍មុនមិនត្រឹមតែមរតកនៃខ្សែលោហិតដ៏អស្ចារ្យរបស់វង្សត្រកូលគេប៉ុណ្ណោះទេប៉ុន្តែនៅមានភាពអស្ចារ្យផ្នែករាងកាយដោយសារតែស្នាមខ្មៅកំណកឈាមនៅនឹងដៃជាអច្ឆរិយសញ្ញាសម្រាប់ពួកម៉ុងហ្គោលកំណត់អត្ថន័យថាជីនហ្គីខាន់គឺវាសនាកំណត់ឲ្យខ្លាយទៅជាមេដឹកនាំដ៏អស្ចារ្យម្នាក់កាលពីវ័យកុមារជីនហ្គីខាន់បានឆ្លងកាត់ការអប់រំយ៉ាងតានតឹងជាមួយនឹងពួកវង្សត្រកូលផ្សេងទៀតដែលបានកសាងអាណាចក្រម៉ុងហ្គោលឡើងនៅត្រឹមអាយុ9ឆ្នាំឪពុកគេគឺបាននាំគេទៅរស់នៅជាមួយនឹងគ្រួសារអនាគតប្រពន្ធរបស់គេហើយនៅតាមផ្លូវធ្វើដំណើរត្រឡប់មកវិញឪពុករបស់គេបានពើប្រទះនឹងសមាជិកកុលសម្ព័ន្ធដែលជាស្ត្រីដែលអញ្ជើញគាត់ទៅទទួលទានអាហារសម្រុះសម្រួលមួយពេលឪពុករបស់ជីនហ្គីខាន់ក៏បានឯកភាពតាមហើយព្រមរួមអាហារមួយពេលនោះប៉ុន្តែគាត់ក៏ត្រូវថ្នាំពុលរបស់គេជីនហ្គីខាន់ក៏បញ្ញាប់មកភូមិកំណើតវិញដើម្បីស្នងតំណែងជាមេក្រុមកុលសម្ព័ន្ធប៉ុន្តែជាអកុសលមនុស្សក្នុងកុលសម្ព័ន្ធរបស់គេបដិសេធមិនទទួលស្គាល់គេជាអ្នកដឹកនាំវ័យក្មេងក្រុមគ្រួសាររបស់គេត្រូវបានបណ្តេញចេញពីកុលសម្ព័ន្ធខ្លាយជាជនភៀសខ្លួនក្បែរបង្កោយនឹងកុលសម្ព័ន្ធរបស់ខ្លួនឯងជីនហ្គីខាន់ស្បត់ថានឹងត្រូវសងសឹកឲ្យបាននឹងដាច់ខាតគឺមិនឲ្យគេប្រមាថសាជាថ្មីម្ដងទៀតទេដូច្នេះអំឡុងពេលមានចំនួនតាក់ទងនឹងការបរបាញ់ជាមួយនឹងបងប្រុសម្ដាយទីតីរបស់គេជីនហ្គីខាន់គឺបានសម្លាប់បងប្រុសរបស់គេចោលហើយប្រកាសខ្លួនទទួលភារកិច្ចមេគ្រួសារមេដឹកនាំក្មេងខ្ចីក៏រៀនចេះពីសច្ចភាពដ៏អាក្រក់មួយនៃជីវិតពួកម៉ុងហ្គោលហើយអំណាចត្រូវតែឈ្នះដោយការបង្ហូរឈាមនៅវ័យ16ឆ្នាំជីនហ្គីខាន់បានរៀបការជាមួយនឹងនារីម្នាក់ដែលគាត់បានសន្យាជាយូរមកហើយគឺនារីវ័យក្មេងឈ្មោះថាបិទទេចំណងអាពាហ៍ពិពាហ៍នេះបានបង្កើតសម្ព័ន្ធភាពរវាងកុលសម្ព័ន្ធអ្នកទាំងពីរប៉ុន្តែភ្លាមក្រោយពីមង្គលការប្រពន្ធរបស់ជីនហ្គីខាន់គឺត្រូវពួកកុលសម្ព័ន្ធជាសត្រូវចាប់ចម្រិតយកទៅជូនមេកុលសម្ព័ន្ធរបស់ពួកគេធ្វើជាប្រពន្ធជីនហ្គីខាន់ជាមួយនឹងមិត្តស្និទ្ធស្នាលចាបូខានិងអ្នកការពាររៀនច្បងឈ្មោះថាតូក្រូលបានវាយចូលជំរុំពួកកុលសម្ព័ន្ធជាសត្រូវនិងរំដោះបានប្រពន្ធរបស់គេមកវិញប៉ុន្តែនៅពេលដែលនាងសម្រាប់កងប្រុសឈ្មោះថាជូឈីនៅពេល9ខែក្រោយមកក៏មានមន្ទិលសង្ស័យថាតើនរណាជាឪពុកបង្កើតរបស់ក្មេងប្រុសម្នាក់នេះប៉ុន្តែជីនហ្គីខាន់នៅតែទទួលស្គាល់ជូឈីដូចជាកូនបង្កើតរបស់ខ្លួនគាត់យកប្រពន្ធអ្នកដតីជាច្រើនអ្នកថែមទាំងមានកូនជាច្រើនថែមទៀតផងប៉ុន្តែមានតែបតេម្នាក់គត់ដែលរួមដំណើរដល់វែងឆ្ងាយជាមួយនឹងគាត់និងមានតែកូនប្រុសរបស់គាត់ជាមួយនាងប៉ុណ្ណោះទើបមានគុណសម្បត្តិអាចនឹងស្នងតំណែងគាត់បានសម្រាប់គ្រួសាររបស់គាត់តំណងជាឧបសគ្គទាំងឡាយបង្កើតភាពអស្ចារ្យឲ្យមើលទៅទើបនៅត្រឹមអាយុ20ឆ្នាំជីនហ្គីខាន់គឺត្រូវគេចាប់ខ្លួនបានក្នុងអំឡុងពេលដែលវាយលុកសំណាក់ពួកកុលសម្ព័ន្ធភ្លាមនោះជីនហ្គីខាន់គឺត្រូវបានគេកំណត់ឲ្យធ្វើជាទាសករប៉ុន្តែចិត្តដៃថែបរបស់គាត់បញ្ជាក់ពីភាពលំបាកនៅក្នុងការកាច់បបាក់ឲ្យគាត់ក៏ទទួលទរណកម្មសម្រាប់ការមិនអោនក្បាលតំណងជានៅសងចិត្តស្មោះត្រង់តិចតួចពីសំណាក់អ្នកចាប់ចងដ៏ទន់ខ្សោយម្នាក់ចំពោះគ្រួសារគាត់ជីនហ្គីខាន់ក៏ត្រូវបានរួចខ្លួនការគេខ្លួនបានសម្រេចពីការចាប់ជាចំណាប់ខ្មាំងបានធ្វើឲ្យគេឈ្មោះរបស់ជីនហ្គីខាន់គឺកាន់តែល្បីគាត់បានបង្កើតក្រុមអ្នកចម្បាំងមួយដែលមានអ្នកប្រយុទ្ធជាមួយនឹងបងប្អូនរបស់គាត់និងអ្នកប្រយុទ្ធនៃកុលសម្ព័ន្ធដែលគាត់មានទំនុកចិត្តបំផុតជីនហ្គីខាន់គឺមានជំនឿថាមនុស្សរបស់គាត់នឹងមិនខ្លាយទៅជាអ្នកចម្បាំងដ៏អស្ចារ្យបានឡើយលុះត្រាតែគាត់រួមគ្នាប្រយុទ្ធនឹងការប្រកួតប្រជែងរវាងកុលសម្ព័ន្ធផងគ្នាទើបជីនហ្គីខាន់នាំកងទ័ពប្រយុទ្ធតិចតួចរបស់គាត់ទៅចូលរួមជាមួយនឹងពួកកុលសម្ព័ន្ធដទៃទៀតគោលដៅរបស់គាត់សាមញ្ញបំផុតគឺគាត់នឹងកំទេចចោលរាល់ការបែងចែកទាំងអស់ដែលធ្វើឲ្យប្រជាជនគាត់បែកបាក់គ្នាបើវាចាំបាច់ទោះជាកម្មសម្រាប់ក៏ដោយក៏ត្រូវតែធ្វើដើម្បីចុងក្រោយជនជាតិម៉ុងហ្គោលគឺជាប្រជាជនតែមួយជាតិសាសន៍តែមួយខ្លាំងតទល់នឹងអំណាចនៃនគរចិន